ច្ចុប្បន្នការផលិតអគ្គិសនីកំពុងផ្លាស់ប្ដូរមកថាមពលកកើតឡើងវិញដែលស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការបង្កើនសមាមាត្រថាមពលកកើតឡើងវិញក្នុងបណ្ដាញអគ្គិសនីជាតិឲ្យឈានដល់ 70% ការផ្លាស់ប្ដូរនេះជាជំហានដ៏សំខាន់មួយក្នុងការបង្កើតបណ្ដាញអគ្គិសនីបៃតងវៃឆ្លាតនិងអាចបត់បែនបានដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគតបរិមាណអគ្គិសនីដែលផលិតពីថាមពលកកើតឡើងវិញដូចជាថាមពលព្រះអាទិត្យនិងថាមពលខ្យល់មានលក្ខណៈប្រែប្រួលអាស្រ័យលើអាកាសធាតុនៅពេលមានពន្លឺព្រះអាទិត្យច្រើនឬខ្យល់ខ្លាំងការផលិតថាមពលនឹងកើនឡើងខណៈពេលពន្លឺព្រះអាទិត្យឬខ្យល់តិចការផលិតថាមពលក៏ថយចុះដូចគ្នាដូចនេះដើម្បីធានាឲ្យមានលំនឹងក្នុងបណ្ដាញជាតិនិងមានតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការថាមពលឲ្យមានស្ថិរភាពគ្រប់ពេលវេលាយើងត្រូវការស្ថានីយផ្ទុកថាមពលមួយដែលអាចរក្សាទុកថាមពលនៅក្នុងអាគុយពេលដែលមានថាមពលអគ្គិសនីច្រើននិងបញ្ចេញថាមពលមកវិញនៅពេលការផលិតថយចុះឬមានតម្រូវការប្រើប្រាស់ខ្ពស់ក្រុមហ៊ុន Snytech ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍលើវិស័យថាមពលកកើតឡើងវិញមានមោទនភាពក្នុងការនាំយកនិងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាផ្ទុកថាមពលមុនគេក្នុងប្រទេសជាណាចក្រកម្ពុជាការផ្ទុកថាមពលគឺជាចំណុចស្នូលសំខាន់ដើម្បីធ្វើឲ្យថាមពលកកើតឡើងវិញមានប្រសិទ្ធភាពខ្ពស់និងអាចជួយគ្រប់គ្រងគុណភាពថាមពលនៅលើបណ្ដាញអគ្គិសនីជាតិនិងជាដំណោះស្រាយដែលមានសុវត្ថិភាពភាពជឿជាក់និងអាចពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញទូទាំងប្រទេសជាណាចក្រកម្ពុជា